choលោកសេរីមរំលេចបន្តិចសិនគឺគេបានមើលឃើញថាបើអឺរ៉ុបខ្សោយលោកពូទីនអាចតេស្ត NATO ឥឡូវយើងចង់និយាយពីរឿងតេស្ត NATO នឹងមុនតើធ្វើតេស្តឬក៏សាកល្បង NATO នេះរុស្ស៊ីអាចសាកល្បងតាមមធ្យោបាយបែបណាខ្លះទៅបាទបើយោងតាមរបាយការណ៍ចារកម្មរបស់សហរដ្ឋអាមេរិកហើយថែមទាំងព្រមានទៅដល់អង្គការ NATO ថែមទៀតរួមទាំងអឺរ៉ុបនឹងរបាយការណ៍ចារកម្មរបស់សហរដ្ឋអាមេរិកបង្ហាញថារុស្ស៊ីគឺអាចនឹងវាយប្រហារទៅលើប្រទេសជាសមាជិកអង្គការ NATO នៅថ្ងៃណាមួយនៅពេលខាងមុខគឺគិតពីពេលនេះទៅរហូតដល់ឆ្នាំ2029ហើយថាការធ្វើតេស្តនៅពេលបច្ចុប្បន្ននេះរុស្ស៊ីកំពុងតែធ្វើតេស្តសហភាពអឺរ៉ុបនិងកំពុងតែធ្វើតេស្តអង្គការ NATO អង្គការបកសម្ព័ន្ធយោធាគេហៅថាអង្គការសន្ធិសញ្ញាអាត្លង់តិកខាងជើងហៅកាត់ថា NATO នឹងការធ្វើតេស្តរបស់ប្រទេសរុស្ស៊ីគឺទី1រុស្ស៊ីនៅពេលបច្ចុប្បន្ននេះគឺចាប់តាំងពីដើមឆ្នាំ2025មករុស្ស៊ីចាប់ផ្ដើមបង្ហោះយានដ្រូនឆ្លប់យកការនៅក្នុងប្រទេសដែលជាសមាជិករបស់អង្គការ NATO ក្នុងនោះដូចជាប្រទេសជិតខាងអ៊ុយក្រែនដូចជាប៉ូឡូញរ៉ូម៉ានីជាដើមក៏ធ្លាប់ឃើញញឹកញាប់ចំពោះយានដ្រូនរបស់ប្រទេសរុស្ស៊ីដែលហោះឆ្លប់យកការនៅប្រទេសទាំងនោះនេះមានន័យថារុស្ស៊ីកំពុងតែតេស្តសមត្ថភាពនិងស្ទាបស្ទង់មើលអំពីលទ្ធភាពផ្នែកការពារជាតិនៃប្រទេសដែលជាសមាជិករបស់អង្គការ NATO មួយទៀតក៏ជាការសាកល្បងដែរតាមរបាយការណ៍ចារកម្មរបស់សហរដ្ឋអាមេរិកថារុស្ស៊ីមុនគេវាយប្រហារទៅលើប្រទេសមួយក្នុងចំណោមប្រទេសទាំង32របស់អង្គការជាសមាជិករបស់អង្គការ NATO នឹងហើយការវាយប្រហាររបស់ប្រទេសរុស្ស៊ីនោះគឺរុស្ស៊ីមិនចង់ប្រើកម្លាំងមិនចង់ប្រើសង្គ្រាមពេញលេញទេហើយក៏មិនចង់ប្រយុទ្ធជាសង្គ្រាមពេញបន្ទុកជាមួយនឹងប្រទេសដែលជាសមាជិកអង្គការ NATO មួយដែលរុស្ស៊ីសាកល្បងនោះដែរគឺរុស្ស៊ីគ្រាន់តែវាយប្រហារក្នុងន័យថាឈ្លានពានហើយរុស្ស៊ីរងចាំមើលប្រតិកម្មពីសមាជិករបស់អង្គការ NATO តើអង្គការ NATO ដែលមានសមាជិករហូតដល់32ប្រទេសនេះមានលទ្ធភាពប៉ុណ្ណាក្នុងការឆ្លើយតបលើរុស្ស៊ីវិញពីព្រោះសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននេះបានអូសបន្លាយដល់ជិត6ឆ្នាំទៅហើយសង្គ្រាមនេះនៅមិនទាន់ចប់នៅឡើយអញ្ចឹងសង្គ្រាមនៅអ៊ុយក្រែននេះវាអាចឲ្យរុស្ស៊ីវាយតម្លៃបានថាតើសមត្ថភាពរបស់អង្គការ NATO ដែលដឹកនាំដោយនាំមុខប្រទេសភាគច្រើនដោយអឺរ៉ុបនឹងមានសមត្ថភាពប៉ុណ្ណាក្នុងការតបតជាមួយនឹងរុស្ស៊ីពីព្រោះសង្គ្រាមនៅអ៊ុយក្រែននឹងគេហៅសង្គ្រាម hybrid សង្គ្រាមកូនកាត់នៅត្រង់ថាសង្គ្រាមនេះគឺពិតជារុស្ស៊ីធ្វើសង្គ្រាមជាមួយនឹងប្រទេសអ៊ុយក្រែនដោយផ្ទាល់មែនប៉ុន្តែរុស្ស៊ីអត់ចាត់ទុកថាអញ្ចឹងទេរុស្ស៊ីចាត់ទុកថាសង្គ្រាមនៅក្នុងអ៊ុយក្រែននេះវាជាសង្គ្រាមរបស់រុស្ស៊ីនិងអង្គការ NATO ពីព្រោះសមាជិករបស់អង្គការ NATO ទាំងមូលរួមជាពិសេសសហរដ្ឋអាមេរិកតែម្ដងជួយអ៊ុយក្រែនអស់លទ្ធភាពហើយខាងអង្គការ NATO មិនអាចយកឈ្នះរុស្ស៊ីបានទេសូម្បីតែទឹកដីក្នុងរង្វង់ 20% របស់ប្រទេសអ៊ុយក្រែនដែលរុស្ស៊ីកំពុងតែឈរជើងនៅពេលបច្ចុប្បន្ននេះក៏ក្របខ័ណ្ឌ NATO ទាំងមូលមិនអាចជួយអ៊ុយក្រែនឲ្យបណ្ដេញរុស្ស៊ីចេញពីទឹកដីរបស់ប្រទេសអ៊ុយក្រែនបានដែរអញ្ចឹងរុស្ស៊ីវាយតម្លៃបានថាអង្គការ NATO មិនមានសមត្ថភាពលើសពីនឹងទេពីព្រោះជួយអ៊ុយក្រែននោះអស់ហើយអញ្ចឹងការធ្វើតេស្តរបស់ប្រទេសរុស្ស៊ីនៅពេលបច្ចុប្បន្នតាមរបាយការណ៍ចារកម្មរបស់សហរដ្ឋអាមេរិកគឺរុស្ស៊ីតេស្តដោយបង្ហោះយានដ្រូនមើលពីសមត្ថភាពការពារជាតិរបស់ប្រទេសជាសមាជិករបស់អង្គការ NATO ផងរុស្ស៊ីកំពុងតែគំរាមដោយពាក្យសម្ដីទៅលើសមាជិករបស់អង្គការ NATO ផងហើយរុស្ស៊ីក៏កំពុងតែធ្វើសកម្មភាពយោធានៅក្នុងដែនសមុទ្របាល់ទិកក៏ដូចជាសមុទ្រផ្សេងនៅក្នុងដែនទឹកផ្សេងទៀតជាប់ជាមួយនឹងបណ្ដាប្រទេសជាសមាជិករបស់សហភាពអឺរ៉ុបផងនិងជាសមាជិករបស់អង្គការ NATO ផងដើម្បីលើមើលអំពីប្រតិកម្មរបស់សហភាពអឺរ៉ុបក៏ដូចជាក្របខ័ណ្ឌអង្គការ NATO ទាំងមូលដូច្នេះការសាកល្បងការធ្វើតេស្តរបស់ប្រទេសរុស្ស៊ីនៅពេលបច្ចុប្បន្ននេះគឺជាតេស្តដែលអាចវាស់ស្ទង់ថានៅពេលខាងមុខនេះគឺរុស្ស៊ីអាចនឹងវាយប្រហារទៅលើប្រទេសជាសមាជិកណាមួយរបស់អង្គការ NATO នេះបើតាមរបាយការណ៍របស់សហរដ្ឋអាមេរិកដែលបង្ហាញពីក្តីព្រួយបារម្ភថែមទៀត
ថាប្រសិនបើរុស្ស៊ីវាយប្រហារទៅលើសមាជិកមួយនៃអង្គការ NATO នោះនឹងមានប្រតិកម្មខ្លាំងហើយសង្គ្រាមលោកលើកទី3អាចនឹងផ្ទុះឡើងបាទ បាទសាកល្បងចំពោះសម្ព័ន្ធយោធា NATO ប៉ុន្តែយោងទៅលើភាពទុនខ្សោយឬក៏ការចុះខ្សោយរបស់សហភាពអឺរ៉ុបតើការចុះខ្សោយរបស់សហភាពអឺរ៉ុបនេះវាមានអីតាក់ទងជាមួយនឹងការធ្វើតេស្តរបស់លោកពូទីនលើ NATO ឯនោះបាទហើយបច្ចុប្បន្នអឺរ៉ុបនេះភាពរឹងមាំនោះមានសភាពយ៉ាងណាដែរ បាទចំពោះរឿងនេះតាមពិតទៅសហភាពអឺរ៉ុបនិងអង្គការ NATO នឹងគ្រាន់តែសមាជិកច្រើនបំផុតដែលជាសមាជិករបស់សហភាពអឺរ៉ុបជាសមាជិករបស់អង្គការ NATO ហើយដែលថាខ្សោយយ៉ាងម៉េចនោះនៅត្រង់ថានៅពេលបច្ចុប្បន្ននេះពេលដែលសហរដ្ឋអាមេរិកមានលោក Donald Trump ជាប្រធានាធិបតី2អាណត្តិឥឡូវនេះក្នុងអាណត្តិទី2គឺខាងសហភាពអឺរ៉ុបនេះហាក់មិនមូលមតិគ្នាទេមិនមូលមតិគ្នានឹងទាំងខាងនយោបាយទាំងខាងការទូតខាងសេដ្ឋកិច្ចរួមទាំងវិស័យការពារជាតិទៅទៀតមិនមូលគ្នាដែលថាដោយសារតែសហរដ្ឋអាមេរិកនេះគម្រាមកំហែងចង់ដកសហរដ្ឋអាមេរិកពីអង្គការ NATO អញ្ចឹងហើយបានជាសហភាពអឺរ៉ុបខ្សោយនៅត្រង់ថានៅពេលបច្ចុប្បន្ននេះសហភាពអឺរ៉ុបហាក់មិនមានសាមគ្គីភាពគ្នាខ្លាំងទេមិនមានសាមគ្គីភាពគ្នានៅត្រង់ថាពេលដែលសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកត្រាំលោកហាក់ជាមិនសូវគិតគូរតាមពិតសហរដ្ឋអាមេរិកនៅតែជួយអ៊ុយក្រែនតែសហរដ្ឋអាមេរិកមិនសូវគិតគូរដល់អ៊ុយក្រែននោះហើយពេលដែលសហរដ្ឋអាមេរិកជាប់ដៃក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ថែមទៀតគឺសហភាពអឺរ៉ុបចាប់ផ្ដើមពង្រឹងសមត្ថភាពខ្លួនឯងពង្រឹងសមត្ថភាពខ្លួនឯងវិស័យការពារជាតិនិងជាពិសេសការរួមសាមគ្គីគ្នានេះតែម្ដងក្នុងការជួយអ៊ុយក្រែនកុំឲ្យធ្លាយលបើកលបងរបស់សហភាពអឺរ៉ុបដោយសង្គ្រាមនៅក្នុងប្រទេសជាមួយប្រទេសរុស្ស៊ីប៉ុន្តែសាមគ្គីភាពរបស់អឺរ៉ុបនឹងអត់ប្រមាណទេមិនប្រមាណដោយសារតែដោយអឺរ៉ុបបានផ្ដល់លុយជាលុយកម្ចីដល់ប្រទេសអ៊ុយក្រែននឹង 90,000 លានអឺរ៉ូការផ្ដល់ប្រាក់កម្ចីនេះអនុម័តទៅហើយប៉ុន្តែការផ្ដល់ជាប្រាក់ឲ្យទៅខាងអ៊ុយក្រែននោះគឺប្រទេសមួយរុញដាក់គ្នារុញដោយគ្នាដាក់គ្នាដោយគិតពីតម្លាភាពដោយគិតអំពីផលិតផលសរុបក្នុងស្រុកប្រទេសមួយត្រូវចេញប្រមាណហើយប្រទេសខ្លះត្អូញត្អែដូចជាស្លូវ៉ាគីហុងគ្រីជាដើមត្អូញត្អែថាខ្លួនជាប្រទេសមិនមានជីវភាពធូរធារខ្លាំងហើយតែឲ្យជួយអ៊ុយក្រែនទៀតអញ្ចឹងប្រជាជនខ្លួនឯងនេះវាមានការខ្វះខាតចំណុចទាំងអស់ហ្នឹងមានន័យថាជាចំណុចខ្សោយរបស់បណ្ដាប្រទេសជាសមាជិករបស់សហភាពអឺរ៉ុបខ្សោយនឹងហើយបានជាខាងរុស្ស៊ីនេះមើលឃើញថាអឺរ៉ុបមិនខ្លាំងទេខ្សោយទាំងសាមគ្គីភាពខ្សោយទាំងការរួបរวมគ្នាផ្នែកថវិកាសេដ្ឋកិច្ចហើយឥឡូវនេះអឺរ៉ុបគឺគិតពីប្រទេសរៀងខ្លួនច្រើនជាងហើយចំពោះភាពខ្លាំងរបស់សហភាពអឺរ៉ុបគឺដោយសារតែសហរដ្ឋអាមេរិកវិញទេដែលការពីមុនអឺរ៉ុបខ្លាំងហ្នឹងគឺដោយសារតែសហរដ្ឋអាមេរិកនេះគឺមានទំនាក់ទំនងពាណិជ្ជកម្មខ្លាំងក្លាធ្វើឲ្យសហរដ្ឋអាមេរិកហើយនិងអឺរ៉ុបហ្នឹងគឺមានជីវភាពធូរធារខ្លាំងប៉ុន្តែក្នុងរយៈពេលមួយរយៈកាលចុងក្រោយក្នុងរង្វង់កន្លះទសវត្សរ៍ចុងក្រោយហ្នឹងគឺសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកក៏មានផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដែរហើយអឺរ៉ុបនឹងក៏លែងមានភាពខ្លាំងដែរដោយសារតែប្រព័ន្ធការពារជាតិរបស់ប្រទេសបណ្ដាប្រទេសនៅសហភាពអឺរ៉ុបគឺពឹងផ្អែកខ្លាំងលើសហរដ្ឋអាមេរិកពេលដែលអាមេរិកមានរឿងហើយពេលដែលសហរដ្ឋអាមេរិកមិនអើពើនោះវាជាចំណុចខ្សោយរបស់សហភាពអឺរ៉ុបហើយអឺរ៉ុបនៅពេលបច្ចុប្បន្នទើបនឹងរៀបចំកម្លាំងដូច្នេះមានន័យថាទោះបីយ៉ាងណាក៏អឺរ៉ុបនឹងហាក់យឺតពេលដែរក្នុងការពង្រឹងសមត្ថភាពវិស័យការពារជាតិខណៈដែលរុស្ស៊ីឯនេះគម្រាមកំហែងលើអឺរ៉ុបរួចជាស្រេចទៅហើយនឹងបាទ